បាទអរគុណលោកអ៊ំអញ្ជើញចាលោកក្មួយអញ្ជើញពិសាទៅបាទអរគុណលោកអ៊ំកូនរងចេញទៅតាំងពីព្រលឹមមិនទាន់ឃើញត្រឡប់មកវិញផងលោកក្មួយមានការអីជាចាំបាច់ដែរបាទមានលោកអ៊ំចង់សុំហត្ថលេខាគាត់លោកក្មួយនៅកន្លែងធ្វើការកូនខ្ញុំគេយ៉ាងម៉េចដែរបាទលោកអ៊ំគាត់ធ្វើការងារល្អតើខ្ញុំចេះតែបារម្ភពីរឿងកូនខ្លាចវាធ្វើអីឲ្យខុសឆ្គងបើសិនជាខ្ញុំមានម្ដាយចាំបារម្ភអញ្ចឹងមិនដឹងជាសប្បាយចិត្តយ៉ាងណាទេលោកអ៊ំម្ដាយគ្រប់រូបតែងតែបារម្ភអំពីកូនខ្លាចតែកូនវាធ្វើអីឲ្យគេស្អប់បាទលោកអ៊ំលោកជាមនុស្សល្អណាស់សូមលោកអ៊ំកុំបារម្ភអីអញ្ចឹងខ្ញុំគិតសុំលាលោកអ៊ំសិនហើយចាំលោកក្រែងខកការព្រោះមានការងារច្រើនទៀតចាំខ្ញុំជួបលោកតាមទូរស័ព្ទក៏បានដែរលោកអ៊ំខ្ញុំជម្រាបលាសិនហើយចាសូមអញ្ជើញលោកក្មួយបាទប្រាម៉ាចាលោកយាយមកជួយដំណើរលោកក្មួយឲ្យបើកទ្វារផងចាសូមអញ្ជើញហៅឡូជំរាបសួរអររត់ដែរបងឯងគេមិនទាន់ត្រឡប់មកវិញទេហើយម៉ែចាំដល់ពេលណាទៀតប្តីកូននៅក្នុងគុកយូរហើយហុយមិនបាច់ពឹងស្អីទេខ្ញុំលែងរកចាំទៀតហើយម៉ែអើយរត់ម៉ែពិបាកចិត្តដូចតែកូនឯងអញ្ចឹងណាហើយមិនក៏កូនឯងនិយាយអញ្ចឹងទៅវិញហ៎ម៉ែបើម៉ែនៅក៏ជួយស្អីមិនកើតដែរបើម៉ែមិនបានជាការស្អីទេម៉ែត្រឡប់មកវិញមកនេះខ្ញុំទៅពឹងដាក់ដល់ទៅក៏បានដែរប៉ុណ្ណឹងបានហើយរត់ម៉ែនិយាយអញ្ចឹងណាក្មេងៗវាស្រឡាញ់គ្នាទុកយូរមិនបានទេម៉ែប្រយ័ត្នគេអ្នកចិត្តខាងគេនន្ទាកូនអើយម៉ែបារម្ភជាងឯងទៅទៀតណាម៉ាលីណាហើយបើម៉ែបារម្ភពីកូនអញ្ចឹងណាមិនក៏មិនប្រាប់គេចុះស្ដីតែដឹងទៅទឹកដឹងចាំងម៉េចបើយើងមិនស្គាល់ពុជពងតកូលគេផងហ្នឹងម៉ែចេះតែនិយាយរឿងពុជពងតកើតសម័យឥឡូវគេមិនគិតទេម៉ែអើយធ្វើម៉េចប្រកបគេតែច្រើនទៅម៉ែសំឡេងទៅរៀនហីចាណែយក1000ទៅបានហើយណាកូនណាអរគុណណាម៉ែយាយជំរាបលាទៅចោះចៅដើរមើលឆ្វេងមើលស្ដាំប្រយ័ត្នប្រយែងឡានផងអើយប្រយ័ត្នឡានម៉ូតូផងណាកូនម៉ាលីចាម៉ែអ្នកអារឿងទ្រព្យសម្បត្តិវារកក្រៅបានទេតែសំខាន់គឺរឿងពុជពងហើយនឹងគំនិតវិទ្យាល្អទើបវាសំខាន់ណាកូនម៉ែគិតច្រើនកាលណាមានបញ្ហាច្រើនកាលក្នុងរាល់ដងហ្នឹងម៉ែម៉ាលីចាអារឿងរកគូសកលមិនចេះតែបន្ថយបន្ថានទេយើងត្រូវតែមើលគ្នាឲ្យបានយូរបន្តិចទើបថ្ងៃមុខទៅយើងមិនស្ដាយក្រោយណាកូនម៉ែអើយម៉ែអញ្ចឹងម៉ែគិតឲ្យពីអ្នកនឹងដើរបដាគ្នាអញ្ចឹងរាល់ថ្ងៃអញ្ចឹងទៅអីនេះម៉ែប្រយ័ត្នថ្ងៃក្រោយមានបញ្ហាអីយើងជាស្រីជាអ្នកខូចខាតមិនមែនប្រុសទេម៉ែនោះខ្ញុំនិយាយមិនទាន់ផុតពីមាត់ផងបដាគ្នាមកទៀតកូនប្រសាររបស់ម៉ែឯងណ៎ឃើញទេស្ងៀមទៅកាន់ជើងតែរហូតឲ្យតែនិយាយហ្នឹងម៉ែមិនកាន់គើងអីគេបដាហើយតបបងបាទតនោះម៉ែខ្ញុំនេះម៉ែខ្ញុំនេះបងថ្លៃខ្ញុំចាជំរាបសួរអង្គុយលេងសិនទៅអូនបាទអរគុណហើយបងខ្ញុំទៅយកទឹកខាងក្នុងសិនណាបងហើយទៅមកពីណានឹងអូនបាទបងពួកខ្ញុំចេញពីរៀនក៏នាំគ្នាទៅទិញសភៅហើយក៏បង្ហូរទៅញ៉ាំអីតិចទៅម៉ែនិយាយភាសាទឹករត់តាកុំទុកយូរពេកណាប្រយ័ត្នតែគេឆក់បាត់ទៅបងរត់
ចេញទៅសា អរ ទៅ គុណអូនខ្ញុំក៏កំពុងតែគិតពីរឿងនឹងដែរ ចំណែកខាងអ៊ំមិនថាអីទេតែគ្រាន់តែចង់សុំឲ្យស្នេហារបស់ក្មួយវាស្មោះស្ម័គ្រហើយនឹងគោរពតាមប្រពៃណីផងទៅ បាទអ៊ំខ្ញុំនឹងមិនធ្វើអ្វីឲ្យប្រាចាកពីប្រពៃណីរបស់ខ្មែរទេខ្ញុំនឹងទៅប្រាប់អ្នកម៉ាក់និងបងឲ្យមកចូលស្ដីដណ្ដឹងគុណធាទៅតាមច្បាប់ណាអ៊ំ អូនរតាកុំយូរពេកណាព្រោះអីបងចង់ហូបក្បាលជ្រូកមិនដឹងជាស្អីទេបងម៉ាលីបងនិយាយពិតតា មិនយូរទេបងឆាប់នេះហើយល្ងាចណាស់ហើយអ៊ំខ្ញុំគិតជម្រាបលាអ៊ំហើយនឹងបងទៅវិញសិនហើយ អរគុណហើយក្មួយ បញ្ញាប់ម្លេះនៅញ៉ាំបាយល្ងាចជាមួយបងសិនទៅអី អត់ទេបងអរគុណ អរគុណហើយក្មួយ បាទ ណែគុណធា ចា ជួយជូនបងឯងដល់មាត់កំពង់ ចា ផង ម៉ែ ណាកូន ម៉ែពីរអ្នកនេះសំគ្នាណាម៉ែ ម៉ែក៏មើលឃើញដូចខ្លួនឯងដែរ ម៉ែចាខ្ញុំទៅដល់ឥឡូវហើយចាំយូរទេចោលគុណបាយក ូនណាកូនឯងទៅណាទៀតនឹង ចាំម៉ែកូនបានណាត់មួយពីថ្ងៃមុនឥឡូវគេមកសុំជួបដើម្បីពិភាក្សាពីរឿងមុខចំនួនថ្មីណាម៉ែ កូនណាកូនឯងជួយប្អូនផង បងធំមិនទាន់ជួយទេអីម៉ែ នៅទេកូនហើយបងធំឯងរវល់ណាស់ហើយរត់វាចេះតែមករំអុកម៉ែអើយរំអុកណាកូន ម៉ែកុំគិតច្រើនពេកបងធំស្គាល់គេច្រើនណាស់ប្រហែលជាគាត់អាចជួយដោះស្រាយបាន តែម៉ែចង់ឲ្យកូនជួយថែមម្នាក់ទៀត ខ្ញុំមិនហ៊ានធានាទេម៉ែព្រោះរាល់ថ្ងៃខ្ញុំរវល់សឹងស្លាប់ដូចម៉ែឃើញស្រាប់ហើយតែ ចុះកូនឆ្លៀតពេលបន្តិចបន្តួចជួយប្អូនផងទៅដូចជាកូនជួយបន្ធូរទ្រូងម៉ែដែរណាកូន ម៉ែកុំគិតច្រើនពេកចូលទៅសម្រាកសិនទៅព្រោះមនុស្សធ្វើខុសឲ្យវាទទួលទណ្ឌកម្មខ្លះទៅថ្ងៃក្រោយគឺគង់តែរៀងចាទេកុំតែស្នេហ៍ម៉ែ អាណែរីយ៉ាឯងជួយប្អូនផងទៅកូន មិនអីទេម៉ែកូនឲ្យការងារកូននឹងជួយ ម៉ែខ្ញុំខំទៅរកម៉ែនៅផ្ទះបងចម្រុងតែបងប្រឹមប្រាប់ថាម៉ែមកផ្ទះបងរីម៉ែអញ្ជើញមកយូរហើយណា អូម៉ែទៅមកដល់មុននេះ អញ្ជើញគួយម៉ែអញ្ជើញខ្ញុំដាក់កៅអីជូនម៉ែ កូនឯងច្បាស់ជាមានការអីហើយបានជាមកយកចិត្តម៉ែ ម៉ែខ្ញុំ កូនមានការអីនិយាយមក កូននឹងស្រឡាញ់កូនគេម្នាក់ឥឡូវម្ដាយគេហើយនៅបងថ្លៃគេនឹងណាចង់ឲ្យក្រុមគ្រួសារយើងទៅជួបគេម្ដងណាម៉ែ អញ្ចឹង បាន រឿងនេះមានអីកូនប៉ុន្តែម៉ែមិនអាចសម្រេចចិត្តខ្លួនឯងបានទេម៉ែត្រូវទៅសួរយោបល់បងឯងទាំងអស់គ្នាសិនពីព្រោះគេជាអ្នកបែកបាច់ថែរក្សាកូនចិញ្ចឹមកូនតាំងពីតូចមកម៉ែជាជើងក្រោយទេ អរគុណហើយម៉ែ